នៅក្នុងព្រៃធំមួយមានសត្វជាច្រើនរស់នៅជាមួយគ្នាដូចជាសត្វខ្លាសត្វទន្សាយសត្វក្រពើនិងសត្វបក្សីជាច្រើនក្នុងចំណោមសត្វទាំងនេះមានសត្វទន្សាយតូចមួយឈ្មោះកលីលីគឺដែលឆ្លាតវៃនិងចិត្តល្អណាស់ថ្ងៃមួយព្រៃនោះជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរទឹកក្នុងអូរនិងស្រះស្ទើរតែអស់ទាំងអស់សត្វទាំងអស់ចាប់ផ្ដើមភ័យខ្លាចហើយខ្លះក៏ចាប់ផ្ដើមចំនួនគ្នាព្រោះខ្វះទឹកសត្វខ្លាធំឈ្មោះតារាគិតតែពីខ្លួនឯងហើយព្យាយាមកាន់កាប់ស្រះទឹកតូចមួយដែលនៅសល់គេមិនអនុញ្ញាតឲ្យសត្វផ្សេងមកផឹកទឹកទេសត្វតូចទាំងអស់ភ័យខ្លាចនិងមិនដឹងត្រូវធ្វើដូចម្តេចលីលីមិនចង់ឲ្យមិត្តរបស់ខ្លួនរងគ្រោះទេគេគិតយ៉ាងខ្លាំងហើយសម្រេចចិត្តធ្វើដំណើរចូលទៅជ្រៅក្នុងព្រៃដើម្បីស្វែងរកប្រភពទឹកថ្មីក្នុងដំណើរនោះគេបានជួបសត្វអណ្ដើកចាស់មួយឈ្មោះតាមុនក៏ដែលមានបទពិសោធន៍ច្រើនតាមុនបានប្រាប់លីលីថានៅខាងក្រោយភ្នំមានបឹងធំមួយប៉ុន្តែផ្លូវទៅទីនោះពិបាកនិងមានធ្មធំរារាំងលីលីមិនបោះបង់ទេគេត្រឡប់មកវិញហើយអំពាវនាវឲ្យសត្វទាំងអស់រួមដៃគ្នាដំបូងសត្វខ្លាតារាមិនចង់ជួយទេប៉ុន្តែក្រោយមកពេលឃើញសត្វតូចទាំងអស់កំពុងរងទុក្ខគេក៏មានអារម្មណ៍ស្ដាយហើយសម្រេចចិត្តចូលរួមជួយផងដែរសត្វទាំងអស់បានធ្វើការជាក្រុមសត្វដំរីជួយរុញធ្មធំចេញសត្វស្វាជួយទាញឈើនិងសត្វបក្សីហោះទៅមើលផ្លូវបន្ទាប់ពីខិតខំយ៉ាងខ្លាំងពួកគេបានឃើញបឹងទឹកធំមួយដែលស្អាតនិងពេញដោយទឹកត្រជាក់ចាប់តាំងពីថ្ងៃនោះមកសត្វទាំងអស់រស់នៅដោយសុខសាន្តនិងមិនមានជម្លោះទៀតឡើយសត្វខ្លាតារាក៏ក្លាយជាមិត្តល្អនិងរៀនចែករំលែកជាមួយអ្នកដទៃ